តើបងប្អូនទាំងគ្នាបងប្អូនណាខ្ញុំមានមតិបន្តិចដែរតែមុននឹងលោកពូផៃម្នាក់ហ្នឹងគាត់បានផុសឲ្យថាចង់ជាដែនត្អូនត្អែណាហើយក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅខាងចូលដែនទៅបែបហ្នឹងគឺគាត់ប្រតិកម្មថាបងប្អូនណាហើយសម្រាប់ជាមតិរបស់ខ្ញុំមានមតិបន្តិចដែរបងប្អូនណាខ្ញុំមិនបានកាន់ជើងខាងណាទេបងប្អូនណាប៉ុន្តែលោកពូគាត់និយាយគឺគាត់និយាយសម្ដៅទៅលើតំណែងដែលគាត់ការអាគារហើយនឹង scam online នៅក្នុងពុយប៉ែតទេបងប្អូនអញ្ចឹងណាសម្រាប់លោកពូផែម្នាក់ខ្ញុំគិតថាគាត់មិនបានវាយប្រហារទៅលើបងប្អូនប្រជាពលរដ្ឋទេដោយសារអ្វីគាត់តែងតែជួយដោះស្រាយបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់គ្នាតែរងភាពអយុត្តិធម៌ជាច្រើនជាមូលហេតុអ្វីដែលគាត់ត្រូវតែមើលងាយបងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺវាអត់សមហេតុផលទេណាបងប្អូនណាហ្នឹងហើយដោយសារ scam online គឺរាជរដ្ឋាភិបាលគាត់បានប្រកាសយ៉ាងណាគឺត្រូវតែបង្ក្រាប scam online អស់ព្រោះដោយសារ scam online នេះហើយដែលពួកចោលថៃពួកចោលសៀមហ្នឹងវាឈ្លានពានលើប្រទេសកម្ពុជាយើងវារៀបពណ៌ថាប្រទេសយើង scam online ណាបងប្អូនណាហ្នឹងហើយធ្វើឲ្យអន្តរជាតិហ្នឹងថ្កោលទោសនឹងដាក់ទណ្ឌកម្មមកលើយើងបងប្អូនដឹងទេបើយើងមិនបង្ក្រាបបងប្អូនចង់ទុកឲ្យប្រទេសគេផ្សេងមកបង្ក្រាបក្នុងប្រទេសយើងមែនបងប្អូនអញ្ចឹងក្នុងដំណាក់កាលនេះខ្ញុំគិតថាបងប្អូនពិបាកអ្នកណាក៏ពិបាកដែរបងប្អូនពិបាកទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងយើងកុំគិតរឿងផលប្រយោជន៍យើងផ្ទាល់ខ្លួនតិចតួចណាយើងទៅតែគិតពីរឿងប្រទេសជាតិឲ្យបានច្រើនបងប្អូនណាបើសិនជាប្រទេសជាតិយើងស្ដារមុខមាត់បានមកវិញបងប្អូនណាអ្វីវានឹងល្អច្រើនតិចទៀតយើងនឹងអាចទាញយកភ្ញៀវទេសចរដែលអ្នកគេល្អដើម្បីមកពីយកដល់ប្រទេសយើងខ្ញុំគិតថាល្អច្រើនបងប្អូនណាពួកចោលស៊ីវាគ្មានលេសក្នុងការឈ្លានពានក្នុងការមើលងាយយើងទេណាបងប្អូនណារឿង scam online នេះគឺបណ្ដាលប្រទេសនៅលើពិភពលោកគឺគេរងគ្រោះច្រើនណាស់បងប្អូនណាហ្នឹងហើយដោយសាររាជរដ្ឋាភិបាលសម្ដេចគាត់បានប្រកាសឲ្យគឺត្រូវតែបង្ក្រាបឲ្យអស់ណាបងប្អូនកន្លែងណាដែលមានលាក់បាំងអញ្ចឹងលោកពូផៃម្នាក់គឺគាត់ធ្វើនេះគឺដើម្បីការពារប្រទេសជាតិមកប្រទេសជាតិយើងណាបងប្អូនណាហើយនឹងបងប្អូនជាពលរដ្ឋខ្មែរយើងសំខាន់ណាស់បងប្អូនណាចឹងបងប្អូនខ្លះក៏គាត់យល់ស្របណាបងប្អូនណាខ្លះទៀតក៏គាត់ប្រតិកម្មអញ្ចឹងណាបងប្អូនណាខ្ញុំទទួលស្គាល់ថាពិបាកមែនដោយសារមានបងប្អូនយើងអ្នកខ្លះគាត់អ្នកលក់ដូរលក់អីខ្ញុំគិតថាមិនសូវជាបញ្ហាទេចឹងសម្រាប់អ្នកដែលថាគាត់រកស៊ីធំខ្ញុំគិតថាវាជាប៉ះពាល់មួយគាត់ច្រើនចាស់បងប្អូនតែយើងត្រូវធ្វើយ៉ាងម៉េចក្នុងពេលដំណាក់កាលនេះបងប្អូនណាយើងមិនអាចអង្គុយតែចាប់កំហុសគ្នាបានទេបងប្អូនព្រោះអីសម្ដេចប្រកាសឲ្យគឺត្រូវតែបង្ក្រាបដើម្បីលាងប្រទេសយើងឲ្យស្អាតពីរឿង scam online នេះបងប្អូនណាហ្នឹងហើយដើម្បីយើងបានដោះស្រាយរឿងបញ្ហាព្រំដែនប្រាជ្ញាឡើងវិញទាំងអស់របស់បងប្អូនដើម្បីឲ្យអន្តរជាតិហ្នឹងហើយគេមើលឃើញពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្ក្រាបដើម្បីចូលរួមជាមួយនឹងគេណាបងប្អូនព្រោះប្រទេសថៃក៏វា scam online ច្រើនដែរបងប្អូនអញ្ចឹងយើងកុំឲ្យគេចោទយើងឥឡូវគេចោទយើងបងប្អូនយើងព្យាយាមលាងរបស់ខ្លួនយើងឲ្យស្អាតណាបងប្អូនណាអញ្ចឹងក្នុងនាមជាប្រជាពលរដ្ឋខ្មែរសូមបញ្ចេញមតិទទូចណាបងប្អូនជិញគាត់ថាដូចលោកពូផែម្នាក់គឺគាត់ស្រឡាញ់មកប្រជាពលរដ្ឋណាអ្នកដែលថារោងភាពអយុត្តិធម៌ជាច្រើនដែលគាត់បានជួយដោះស្រាយដែលតាមខ្ញុំមើលឃើញថាបងប្អូនណាជាខ្មែរដូចគ្នាបងប្អូនណាយើងគួរតែលើកលែងឬមួយក៏ខន្តីគ្នាទៅវិញមកព្រោះធម្មតារឿងអីខ្លះពេលខ្លះវាតែមានការខ្វែងកំណត់នេះតិចតួចឬមកក៏យើងការយើងមិនយល់ពេលខ្លះទៅធ្វើឲ្យការភ័ន្តច្រឡំពីច្រើនណាស់បងប្អូនហ្នឹងហើយអញ្ចឹងសូមបញ្ចេញមតិប៉ុណ្ណេះណាបងប្អូនបើសិនជានិយាយខុសឆ្គងសូមបងប្អូនប្រជាពលរដ្ឋខ្មែរនឹងអធិស្ឋានផងអរគុណច្រើន